បំផុត Bike Canary ឈិនម៉ានិចទទួលបានឱកាសពិសេសមួយសម្រាប់វគ្គដាច់ព្រ័ត្រនៅក្នុងរាត្រីនេះឈិនម៉ានិចនេះគឺជាឱកាសចុងក្រោយបំផុតសម្រាប់ការប្រឡងប្រជែងក្នុងរដូវកាលទី2ខ្ញុំជឿថាម៉ានិចមានអ្វីពិសេសសម្រាប់វគ្គផ្ដាច់ព្រាត់នេះសំខាន់ខ្ញុំមានជំនឿថាម៉ានិចនឹងអាចធ្វើបានសង្ឃឹមថានាងនឹងអាចទាក់ទាញសម្លេងឆ្នោតគាំទ្របានយ៉ាងច្រើនពីទស្សនិកជននៅជុំនេះ Bike Canary ឈិនម៉ានិចត្រូវបង្ហាញសមត្ថភាពច្រៀងចម្រៀងមួយបទដែលពីរោះពេញដោយមនោសញ្ចេតនាទៅពេលដែលនេះខ្ញុំទទួលបានវិញ្ញាសាគឺខ្ញុំមានអារម្មណ៍ថាពេជ្រជាចម្រៀងទម្រង់បែបអញ្ចឹងចម្រៀងមួយបទនេះបង្ហាញពីអារម្មណ៍ឈឺចាប់របស់នារីម្នាក់ជាចម្រៀងដ៏ល្បីរបស់តារាចម្រៀងយុទ្ធរដ្ឋាសម្រាប់បទចម្រៀងនេះបង្ហាញពីភាពឈឺចាប់ខ្លាំងមែនទែនស្ទីលសម្លេងរបស់ Bike Canary ឈិនម៉ានិចហាក់ដូចជាស៊ីជាមួយចម្រៀងមួយបទនេះវាជាកម្លាំងជំរុញឲ្យម៉ានិចខិតខំយ៉ាងខ្លាំងក្នុងការហាត់សមធ្វើយ៉ាងណាច្រៀងឲ្យបានពីរោះឲ្យទស្សនិកជនពេញចិត្តសម្រាប់បទចម្រៀងនេះមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេតែអ្វីដែលត្រូវធ្វើគឺត្រូវដាក់មនោសញ្ចេតនាឲ្យដល់នៅក្នុងបទចម្រៀងបទនេះចាំមើលជុំនេះម៉ានិចច្រៀងបានល្អដែរឬទេទេសនាការបញ្ចេញសមត្ថភាពរបស់ Bike Canary ឈិនម៉ានិចCambodian Idol រដូវកាលទី2 Live Show វគ្គដាច់ព្រាត់គ្រប់ពេលដែលមានបងនៅក្បែរតែងផ្ដល់នូវស្នាមអូនរំពឹងថាបានជួបគ្នាក្នុងចិនអូនរហូតមកគ្រប់យ៉ាងដូចជាសុបិនឲ្យអូនឈួតវងវែងថ្ងៃនេះបងប្រែផ្សេងគ្មានឡើយចិត្តស្មោះអូនដូចគ្រីមុនពេលដងដង្ហើមនឹកបងបានត្រឹមកំដរទឹកភ្នែកអូនប្រឹងស្រែកហៅបងមិនលឺមិនដឹងថាអូនឈឺប៉ុណ្ណាតើអូនងងណាស់មែនទេដែលឃុំខ្លួនឯងក្នុងភាពឈឺផ្សាបើយុទ្ធទេធម៌សម្រាប់ស្នេហាអូនឯកាម្នាក់អូនឈឺចាប់មួយលានដងវ័យធ្លាប់សាំងប្រែទៅជាអស់ន័យហើយអ្វីងាយបែបនេះបងបារម្ភពីគេតែមិនខ្វល់អូនឈឺផ្សាស្នេហ៍បងប៉ុណ្ណាឈឺចាប់ប៉ុណ្ណាក៏បងលែងអើបើចាំបងរូបកំដរស្នេហ៍ក្បត់រហូតដល់ថ្ងៃខ្សែពេលបងចាកចេញទៅបងសល់ទុកឲ្យរូបស្រីបងប្រឹងបំពេញអូនព្រមឈឺរីរៃដើម្បីអ្វីតែបងធ្វើចាប់មួយលានដងវ័យធ្លាប់សាំងប្រែទៅជាអស់ន័យហើយអ្វីងាយបែបនេះបងបារម្ភពីគេតែមិនខ្វល់អូនឈឺផ្សាស្នេហ៍បងប៉ុណ្ណាឈឺចាប់ប៉ុណ្ណាក៏បងលែងអើបើឈឺ
ចេញទៅបន្សល់ទុកឲ្យរូបស្រីបងប្រឹងបំពេញអូនព្រមឈឺរីងរៃដើម្បីអ្វីដែលបងធ្វើបាទអរគុណអស្ចារ្យតែសម្រាប់ទៀតបាទជូនដល់បៃខេណារីឈិនម៉ាណេបាទមកហើយណែឈប់ឈឺចាប់នៅឈប់ហើយបងពេលដែលបានច្រៀងទៅគឺធូរហើយនេះមិនមែនធម្មតាឈឺដល់1លានដងមែនទេអរគុណបាទឥឡូវនេះស្ដាប់យោបល់ពីគណៈកម្មការម្ដងណាម៉ានិចបាទដូច្នេះបាទសូមអញ្ជើញកញ្ញាអរគុណកញ្ញាផ្ដល់យោបល់ជូនមិនអរគុណម៉ានិចគឺជាបៃខេណារីដែលមានសម្លេងបត់បែនហើយផ្អែមសទន់មានភាពកក់ក្ដៅស្ដាប់សម្លេងរបស់ម៉ានិចគឺអារម្មណ៍ហោះហើរទៅតាមចម្រៀងរបស់ម៉ានិចគឺថាចូលអារម្មណ៍ចូលមនោសញ្ចេតនាដូច្នេះក្នុងយប់នេះម៉ានិចធ្វើបានល្អខ្លាំងជូនពរឲ្យម៉ានិចជោគជ័យអរគុណចាជាបន្តសូមជើញលោកព្រាបសុវត្ថិម៉ានិចមានមនោសញ្ចេតនាមានអារម្មណ៍ខ្លាំងហ្មងអារម្មណ៍ខ្លាំងមែនតិចទេនេះអារម្មណ៍នេះបាទគឺម៉ានិចយប់នេះធ្វើបានល្អមែនតើបងសូមសរសើរពួកសាកសមជាបេក្ខជន Cambodia Idol នៅក្នុងវគ្គផ្ដាច់ព្រាត់នេះហើយសម្រាប់បងគឺបងពេញចិត្តនៅសម្លេងលូមបំពេនឹងមែនតើបងពេញចិត្តជូនពរម៉ានិចទទួលជោគជ័យបាទសូមអរគុណបាទបន្តសូមអញ្ជើញលោកឆនសវណ្ណរីអរគុណម៉ានិច I'm your fan អរគុណអូនគឺជា idol របស់បងនៅក្នុងកម្មវិធី Cambodia Idol រដូវកាលទី2បងពេញចិត្តសមាធិរបស់ម៉ានិចខ្លាំងមែនទែនអូនជាបេក្ខនារីម្នាក់ដែលពោពេញទៅដោយសមត្ថភាពពោពេញទៅដោយធម៌ពលសម្លេងដែលល្អមែនទែនបងអូនមានសម្លេងរបស់ខ្លួនឯងអញ្ចឹងថ្ងៃនេះបងសូមបោះឆ្នោតជូនម៉ានិចអរគុណអូនជូនពរឲ្យម៉ានិចជាប់នៅក្នុងថ្ងៃនេះអរគុណជាបន្តសូមជើញលោកណប់បាយរិទ្ធអរគុណបងអត់ខ្លាចនឹងប្រើពាក្យដដែលទេជាមួយនឹងម៉ានិចបងតែងតែនិយាយថាបងហាក់ដូចជាស្ដាប់ CD អញ្ចឹងនៅថ្ងៃនេះគឺភាព smooth ហ្នឹងគឺបងនឹងនិយាយដដែលគឺប្អូនច្រៀងមកគឺដូចបងកំពុងតែស្ដាប់ CD អញ្ចឹងការច្រៀងនេះមិនមែនប្រើតែសំឡេងច្រៀងទេគឺប្រើទាំងបេះដូងទាំងអារម្មណ៍បើនិយាយពីភាពល្អវិញគឺដាក់លេខតូលទាំងជួរឲ្យតែមកអរគុណបងបងជាអ្នកសម្រាប់អាចសម្រេចបាននៅក្នុងយប់នេះតែម្នាក់ឯងបងនឹងជូនពរជំនួសការសម្រេចចិត្តនេះដោយការឲ្យបងអូនជោគជ័យនៅក្នុងយប់នេះបាទអរគុណដល់គណៈកម្មការទាំង4រូបសប្បាយចិត្តអត់ម៉ានិចសប្បាយបងបាទដូច្នេះសូមជម្រាបជូនថាបៃខេណារីឈិនម៉ានិចមានលេខកូដសម្គាល់លេខ3បើសិនជាពេញចិត្តសូមលេខបោះឆ្នោតក្នុងពេលបន្តិចនេះសម្រាប់វិញ្ញាសាទី1អរគុណច្រើនជូនពរម៉ានិចសំណាងល្អបាទសូមជូនពរណាបងណា